សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងអាមីនមួណាម្ដងទៀតហើយនៅក្នុងរឿងពេលនាងចាអចាដែលជាភាគទី10មុននឹងចូលដល់សេចក្ដីរឿងអាមីនសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានផ្លែចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗពី channel របស់ admin មុនពិធីខួបកំណើតរបស់ពេលនាងបានជួបមួយថ្ងៃលោកម្ចាស់ជានិងលោកម្ចាស់បីបានណាត់គ្នាលោកម្ចាស់ជាបាននិយាយថាក្នុងថ្ងៃខួបកំណើតរបស់ពេលនាងយើងលើកយករឿងសម្ព័ន្ធនិមិត្តទាំងពីរដើម្បីបញ្ឆោតព្រះអង្គឲ្យបើកទ្វារក្រុងបើរឿងនេះបានសម្រេចយើងនឹងសហការគ្នាលោកម្ចាស់បីថាបើសិនជាយើងធ្វើវាទាំងប្រញាប់ទូប្រអាចនឹងដឹងផែនការរបស់គាត់លោកម្ចាស់ជាបាននិយាយថាកុំបារម្ភអីព្រះអង្គមិនចូលចិត្តទូប្រទេបើសិនជាមានរឿងអីកើតឡើងព្រះអង្គនឹងចូលខាងគាត់ជានិច្ចស្រីរឿងក៏បានកាត់មកថ្ងៃខួបកំណើតពេលដែលអ្នកស្រីឈៀនបានសួរទៅកាន់តួស្រីពីរឿងកាដូខួបកំណើតតួស្រីក៏បាននិយាយទៅកាន់ព្រះនាងខ្ញុំច្បាស់ណាស់ថាទ្រង់ក៏មិនដឹងថាវាជាអ្វីដែរព្រះនាងក៏បានមានបន្ទូលថាប៉ុន្តែយើងគឺមិនចូលចិត្តស្មានទេអ្នកស្រីឈៀនក៏បាននិយាយថាតួស្រីប្រហើនព្រះនាងត្រូវបានគេស្រឡាញ់និងយកចិត្តទុកដាក់មានរបស់អីដែលត្រូវមិនធ្លាប់ឃើញលោកម្ចាស់ឈៀនក៏បានប្រាប់ឲ្យឈប់ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ព្រះនាងមិនក៏និយាយរឿងមិនសមហេតុផលបែបនេះព្រះអង្គទ្រង់មានបន្ទូលថាប៉ុន្តែយើងចង់ដឹងពីអំណាចរបស់នាងតួស្រីក៏បានយកការជេរស៊ីឡានប្រកល់ឲ្យព្រះនាងលោកម្ចាស់ឈៀនក៏បានស្ដីឲ្យទៅកាន់តួស្រីចាប់តាំងពីឯងរៀបការឯងបានខ្លាចថាជាមនុស្សល្ងីងើមិនស្គាល់ច្បាប់ទម្លាប់មិនត្រឹមតែបំបាក់មុខដល់ព្រះវត្រាទេសូម្បីតែយើងក៏បាក់មុខដែរទូប្រក៏បានចេញមកការពារតួស្រីនៅក្នុងដំណាក់របស់យើងមានរបស់ចានរាប់មិនអស់ប៉ុន្តែអ្នកនាងបានតាំងចិត្តរៀបកាដូពិសេសដោយខ្លួនឯងមិនដែលមនុស្សខ្លះដើម្បីតែប្រយោជន៍តួស្រីក៏បានគិតយ៉ាងហោចណាស់ក៏មានទូប្រម្នាក់ដែរដែលចូលខាងនាងលោកម្ចាស់ឈិនក៏បានខឹងហើយនិយាយថាខ្ញុំដឹងព្រះបត្រាស្រឡាញ់កូនស្រីទូបង្គំប៉ុន្តែព្រះអង្គជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ប៉ុន្តែទ្រង់គឺគ្មានសិលធម៌មិនគោរពចាស់ទុំតួស្រីក៏បាននិយាយថាប្រហែលជាខ្ញុំនាំទុកដល់ទ្រង់ហើយម្ចាស់ស្ត្រីក៏បានមានបន្ទូលវាជាកំហុសរបស់នាងតាំងពីដំបូងទ្រង់អាចការពារនាងបានប៉ុន្តែទ្រង់បានធ្វើឲ្យយើងខកបំណងជាមួយទ្រង់ខ្លាំងណាស់ព្រះនាងឡានសួងក៏បានមានបន្ទូលថាប៉ុន្តែផ្កានេះខ្ញុំចូលចិត្តណាស់ម្ចាស់ស្ត្រីទៅចាប់អារម្មណ៍កំរំការហើយទ្រង់ក៏មានបន្ទូលថានេះគឺជាផ្កាជីស៊ីឡានផ្កានេះពិបាករកណាស់300ឆ្នាំមានតែម្ដងប៉ុណ្ណោះមេអមាជាច្រើនត្រូវបានតិទៀនដោយផ្កាជីស៊ីឡានម្ចាស់ស្ត្រីក៏មានបន្ទូលថាយើងនឹកឃើញនៅពេលដែលព្រះអង្គអង្គមុងបានដាំវាទោះបីជាទ្រង់មកថៃវាយ៉ាងល្អប៉ុណ្ណាក៏ដោយក៏វាមិនផ្កាតតែសោះនៅទីបំផុតយើងក៏បានឃើញវានៅក្នុងថ្ងៃកំណើតរបស់ឡានសួងវាពិតជាអំណរដែលស័ក្តិសមបំផុតសម្រាប់នាងមែនព្រះអង្គក៏បានសរសើរទៅកាន់អំណររបស់តួស្រីដែរទូប្រក៏បានសួរទៅកាន់តួស្រីសឹបនាងត្រូវបានចាក់សោនៅក្នុងឃ្លាំងគ្រប់ពេលមិននឹកស្មានថាអាចរៀបចំអំណោយបានតួស្រីក៏បាននិយាយថាដឹងត្រឹមតែខ្ញុំម្ចាស់មិនបានទៅលួចគេទៅគឺបានហើយព្រះអង្គក៏បានឲ្យបន្តពិធីជប់លៀងអ្នកផ្សេងគេញ៉ាំធម្មតាទេប៉ុន្តែតួស្រីវិញចាស់ឡើងមកកណូព្រះអង្គក៏បានសួរទៅកាន់លោកម្ចាស់បៃថាងតែមានរឿងចង់និយាយជាមួយនឹងយើងដែរឬក៏អត់លោកម្ចាស់ថាងក៏បាននិយាយថានៅទីនេះសម្បូរណាស់សម្បត្តិចានក៏ខុសប្លែកពីស្រុករបស់គាត់ដែរតោះត្រង់ថាផ្លែឈើនៅមកមិនស្រស់បើសិនជាមានសេះដែលគេជូនលឿនជាងនេះប្រហែលជាល្អលោកម្ចាស់ជឿនថានៅភាគខាងលិចមានរបស់របរជាច្រើនប៉ុន្តែទ្វារក្រុងមិនអាចបើកដោយសេរីផលិតផលដែលនាំមកមិនល្អតតែសោះបើសិនបើកទ្វារក្រុងធ្វើឲ្យអាជីវកម្មសេដ្ឋកិច្ចនឹងមានការកើនឡើងលោកម្ចាស់បីនឹងចូលជ្រុំជ្រែងដើម្បីបង្ហាញភាពស្មោះត្រង់សៀពូនិយាយថាទ្វារក្រុងពោពេញទៅដោយកងទ័ពការពារប្រសិនបើទ្វារក្រុងបើកខ្ញុំខ្លាចថាមានបញ្ហាសូមព្រះអង្គព្រះតម្រេះឡើងវិញលោកម្ចាស់ជឿនថាលោកបារម្ភពេកហើយតែលោកមិនជឿលើការការពារគ្រួសារនិងប្រទេសរបស់មេធពៃទេមែនទេលើលោកម្ចាស់ឈាននិយាយបែបនេះសៀពូក៏មិនដឹងគួរតបតយ៉ាងម៉េចដែរព្រះអង្គក៏មានបន្ទូលថាបន្ទាប់ពីពិធីជប់លៀងចប់ចង់ឲ្យអ្នកទាំងអស់គ្នាចូលទៅក្នុងរាជវាំងដើម្បីធ្វើការប្រជុំទូប្រក៏បាននិយាយអបអរសាទរទៅកាន់លោកម្ចាស់បីដែលធ្វើផែនការបានសម្រេចប៉ុន្តែបើនិយាយពិសេសខ្ញុំទៅតែបង្កើតពូជសេះថ្មីបើយើងអាចសាកល្បងជាមួយនឹងសេះភាគខាងលិចបានលោកម្ចាស់បីថាបាននិយាយថាអ្នករកគ្នាសុទ្ធតែដឹងគ្មានសេះណាដែលអាចឈ្នះសេះភាគខាងលិចបានទេទូប្រក៏និយាយថាបានចឹងពិតមែនហេតុអីបានជាមានរៀបចំការប្រកួតមួយទៅចង់ដឹងថាសេះមួយណាដែលលឿនជាងលោកម្ចាស់ឈានក៏បានធ្វើមាត់ប្រាប់ឲ្យធ្វើតាមកលៈទេសៈសិនទៅលោកម្ចាស់បីថាអញ្ចឹងចាំខ្ញុំរៀនលោកពីរបៀបជាសេះទូប្រក៏បាននិយាយថាអ្នកដែលប្រកួតជាមួយលោកមិនមែនជាខ្ញុំទេប៉ុន្តែជានាងទូស្រីកំពុងតែអង្គុយញ៉ាំញាត់យោឮទៅប្រុសនិយាយអញ្ចឹងទូស្រីឡើងភ្ញាក់មិនភ្ញាក់តែទូស្រីទេមនុស្សទូទាំងពិធីជប់លៀងសុទ្ធតែភ្ញាក់អេមីនក៏ភ្ញាក់ដែរលោកម្ចាស់បៃថាងថាតែលោកប្រកាសឬក៏អត់ទូប្រក៏បាននិយាយថាយើងប្រកាសថានឹងមិនចាញ់ឯងទេទូស្រីកំពុងតែគិតតែទូប្រចង់ធ្វើអីទូប្រនិយាយថាបើសិនជាសេះរបស់យើងឈ្នះភាគខាងលិចពួកវានឹងចាប់លេខ1លំដាប់ថ្នាក់ពិភពលោកព្រះអង្គក៏បានស្ម័គ្រចិត្តធ្វើជាអ្នកកាត់ក្តីនៅពេលដែលគេនាំសេះចូលមកទូស្រីក៏នឹកស្មានមិនដល់ថាជាជូលីទេ
จูเลียท่าละอนาដែលបានជួបអ្នកខ្ញុំរងចាំឲ្យអ្នកជាខ្ញុំយូរមកហើយទើបប្រុសក៏បានកើតតាមប៉ាត់ជាពូនិយាយជាការប៉ាត់ទើបប្រុសក៏បានណែនាំសារនេះត្រូវបានបណ្ដុះបណ្ដាលឲ្យយើងផ្ទាល់យើងមិនដឹងថាអាចប្រៀបធៀបនឹងសាររបស់លោកម្ចាស់ប៉ៃបានដែរឬក៏អត់លោកម្ចាស់ប៉ៃឃើញจูเลียហើយក៏បានសួរទៅលោកម្ចាស់ឈៀនលោកមិនដែលប្រាប់ថាយាយយិនមីងមានសារល្អបែបនេះទេលោកម្ចាស់ឈៀនក៏បាននិយាយថាគាត់ក៏មិននឹកស្មានដល់ដែរបើសិនជាទូប្រុសឈ្នះនៅក្នុងការប្រកួតផែនការរបស់គាត់ទាំងប៉ុន្មាននឹងត្រូវបានបំផ្លាញលោកមេតបប៉ៃក៏បានផ្ដល់សញ្ញាឲ្យមនុស្សស្លៀកពាក់ឈុតខ្មៅម្នាក់គេក៏បានប្រើវិជាខ្មៅងងឹតដែលធ្វើឲ្យមេឃភ្លៀងមិនដឹងថាវាខ្លាំងកម្រិតណាទេទៅអាចហាមេឃភ្លៀងបានមេឃក៏ចាប់ផ្ដើមកូររន្ទះមនុស្សក៏បានស្រែកឲ្យនិយាមព្រះអង្គចូលទៅក្នុងសំណាក់ព្រះនាងកំពុងតែមានការមិនសប្បាយចិត្តលោកម្ចាស់ឈៀនក៏បានស្នើសុំឲ្យព្រះអង្គទៅរាជវាំងដើម្បីធ្វើកិច្ចប្រជុំនិយាយពីរឿងបើកទ្វារក្រុងព្រះនាងក៏បានហាមព្រះអង្គកុំទៅអីមនុស្សដែលចាក់ចេញគឺជាមនុស្សអាក្រក់ពុត្រាមូក៏បានស្ដីឲ្យលោកម្ចាស់ឈៀនលោកនិយាយស្ដីដែលមិនគិតពីអារម្មណ៍របស់ព្រះនាងតតែសោះលោកម្ចាស់ឈៀនក៏បានសំទោសប៉ុន្តែមេឃកំពុងតែភ្លៀងមិនអាចបន្តពិធីជប់លៀងបានទេទូស្រីក៏បាននិយាយថាយើងអាចប្រឆាំងនឹងវាបានវាគ្រាន់តែជាភ្លៀងតិចតួចទូស្រីក៏បានសួរទៅកាន់អ្នកបម្រើតែមានក្រណាត់ក្រហមដូចលើដើមឈើនោះមានប៉ុន្មានអ្នកបម្រើក៏បាននិយាយថាវាមានច្រើនខ្លាំងណាស់ទូស្រីក៏បានឲ្យអ្នកបម្រើយកមកទូប្រុសក៏បានសួរទៅនាងចង់ធ្វើអីទូស្រីក៏បាននិយាយថាខ្ញុំនឹងមិនប្រាប់លោកទេអ្នកបម្រើក៏បានយកក្រណាត់ក្រហមជាច្រើនមកឲ្យទូស្រីកំពុងតែកាត់វាដូចជាខ្វះអ្វីមួយយ៉ាងទូប្រុសក៏បានប្រាប់មាននំថ្មធំៗនៅខាងនោះទូស្រីក៏ថាតិចទូប្រុសទីដឹងពីអ្វីដែលនាងចង់ធ្វើទៅប្រហែលជាទូប្រុសកំពុងតែធ្វើពត់ជាមិនដឹងសាច់រឿងភាគទី10ក៏ត្រូវបានកាត់ចាប់ទៅត្រឹមនេះឲ្យមានសំទោសផងបើសិនមកមានសំណេររំខានច្រើនជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ